ម៉ែអើយខ្ញុំខ្លាចសឹងស្លាប់ហើយនៅពាក់កណ្ដាលយប់បែបនេះអូហូរូបចម្លាក់ថ្មនេះពិតជាសង្ហាណាស់មិនចាញ់តារាល្បីនាពេលបច្ចុប្បន្ននោះទេយ៉ាងណាក៏ដោយវាធ្លាក់ពីឡានដឹកទំនិញធំមកគ្មានអ្នកណាត្រូវការទេខ្ញុំយកវាទៅផ្ទះធ្វើជាម៉ូដែលសម្លៀកបំពាក់ក៏មិនអន់ដែរយ៉ាងហោចណាស់មើលទៅក៏ត្រជាក់ភ្នែកដែរហើយថែមទាំងអាចផ្ដល់ការបំផុសគំនិតក្នុងការរចនារបស់ខ្ញុំទៀតផងលីនវ៉ាន់មនុស្សស្រីគ្មានអៀនខ្មាស់ពេលនៅសាកលវិទ្យាល័យធ្វើពុតជាមិត្តល្អនឹងគ្នាតែលួចមានទំនាក់ទំនងជាមួយសង្សាររបស់ខ្ញុំពីក្រោយខ្នងដណ្ដើមសង្សារទៅហើយនៅមិនទាន់អស់ចិត្តទៀតថ្ងៃនេះសូម្បីតែស្នាដៃចនាម៉ូដដែលខ្ញុំខំធ្វើអស់រយៈពេល2យប់ក៏ត្រូវគេដណ្ដើមយកទៅដែរចាំងណាតមេស្រីចិត្តអាក្រក់ម្នាក់នោះក៏ជាមនុស្សភ្នែកខ្វាក់ដែរហេតុអ្វីបានជាយកតែចិត្តលីនវ៉ាន់គ្រាន់តែដោយសារលីនវ៉ាន់ចេះបញ្ចូលនិងចេះផឹកស្រាតែប៉ុណ្ណោះមែនទេសម្លៀកបំពាក់ដែលខ្ញុំខំធ្វើទាំងយប់ទាំងថ្ងៃហេតុអ្វីបានជាត្រូវដាក់ឈ្មោះនាងទៅវិញថ្មអើយថ្មបើឯងជាមនុស្សរស់ពិតជាល្អណាស់ប្រសិនបើខ្ញុំមានសង្សារសង្ហានិងមានរូបរាងល្អឥតខ្ចោះដូចជាឯងស្អែកនេះខ្ញុំនឹងនាំទៅក្រុមហ៊ុនភ្លាមដើម្បីទះកំភ្លៀងលីនវ៉ាន់ឲ្យបែកមុខតែម្ដងឲ្យនាងដឹងថាអ្វីទៅជាបុរសសង្ហាពិតប្រាកដបុរសថ្មនេះពិតជាសង្ហាណាស់តោះមកថាបបងស្រីមួយមកមនុស្សលោកមិញនេះអ្នកជាអ្នកដាស់យើងមែនទេអ្នកតើអ្នកជាអ្នកណាអ្នកចេញពីណាមកចុះថ្មរបស់ខ្ញុំនៅឯណាថ្មនោះគ្រាន់តែជាសម្បកកាយក្នុងពេលដែលយើងសឹងលក់ប៉ុណ្ណោះយើងគឺជាព្រះសង្គ្រាមសម័យបុរាណសេនយានជាអធិរាជនៃឋានសុខមិញនេះអ្នកបានប្រើសម្ដីបង្កើតកិច្ចសន្យាហើយប្រើការថាបបំបែកការផ្សារភ្ជាប់ចាប់ពីពេលនេះទៅយើងគឺជាសង្សាររបស់អ្នកហើយឈួតតើអ្នកឯងឈួតមែនទេឬក៏ជាមនុស្សឈួតដែលចេះសៀកទីនេះធម្មពលវិញ្ញាណខ្សោយណាស់ហើយការរៀបចំក៏សាមញ្ញពេកដែរមនុស្សលោកដូចជាអ្នកពិតជារស់នៅយ៉ាងកំសត់ណាស់បងប្រុសមិនថាអ្នកជាព្រះសង្គ្រាមឬជាមនុស្សឈួតទេសូមអ្នកឆាប់ចាក់ចេញទៅស្អែកខ្ញុំត្រូវទៅធ្វើការខ្ញុំគ្មានលុយឲ្យអ្នកព្យាបាលជំងឺទេក្នុងនាមយើងបានយល់ព្រមធ្វើជាបុរសរបស់អ្នកយើងនឹងមិនចាក់ចេញទៅណាឡើយនាំយើងទៅសម្រាកទៅផ្ទះរបស់ខ្ញុំមានគ្រែតែមួយនេះទេទោះបីជាស្ត្រីមនុស្សលោកម្នាក់នេះគ្មានអំណាចអ្វីក៏ដោយប៉ុន្តែយ៉ាងណាក៏នាងបានដាស់យើងដែរយើងជាព្រះសង្គ្រាមដ៏អស្ចារ្យតើអាចទៅធ្វើបាបស្ត្រីម្នាក់ហើយដណ្ដើមគ្រែរបស់នាងបានយ៉ាងម៉េចទៅមិនអីទេរូបកាយទេពរបស់យើងទើបតែដឹងខ្លួនត្រូវការពេលដើម្បីពង្រឹងឡើងវិញគ្រែនេះទុកឲ្យអ្នកចោះតើខ្ញុំកំពុងយល់សប្តិមែនទេខ្ញុំពិតជារើសបានទេវតាម្នាក់មកផ្ទះមែនឬស្រីឲ្យយើងឃ្លានហើយយកពាក់កណ្ដាលអាធ្រាត្រទៅហើយមិនព្រមដេកតើបងធ្វើស្អីហ្នឹងបងប្រុសមិនមែនបងចូលទៅក្នុងថ្មវិញហើយទេអីរាងកាយដ៏វិសេសរបស់យើងត្រូវការថាមពលបន្ថែមចូលប្រញាប់រៀបចំអាហារដ៏ឆ្ងាញ់បំផុតថ្វាយយើងភ្លាមបើហ៊ានយឺតយ៉ាវយើងនឹងកាត់ទោសប្រហារជីវិតឯងកាត់ទោសប្រហារជីវិតខ្ញុំបងប្រុសឥឡូវនេះជាសង្គមច្បាប់តើនៅមានអាហារដ៏ឆ្ងាញ់បំផុតសូម្បីតែលុយថ្លៃបាយខែក្រោយក៏ខ្ញុំមិនទាន់មានផងទើបជាខ្ញុំជំពាក់បងអញ្ចឹងមានតែមីសាច់គោខរទេចង់ញ៉ាំក៏ញ៉ាំមិនចង់ក៏ហីតើនេះជាអ្វីទៅសរសៃមីស្វិតល្អទឹកស៊ុបក៏ឈ្ងុយឆ្ងាញ់ថែមទាំងមានក្លិនគ្រឿងទេសប្លែកអស្ចារ្យទៀតផងនេះជាអាហារដ៏ឆ្ងាញ់ពិសាដែលសូម្បីតែនៅស្ថានសួគ៌ក៏មិនដែលមានដែរស៊ូសៀវសៀវមីក្មេងចង្រៃបើកទ្វារឲ្យអញភ្លាមកុំស្មានថាធ្វើពុតជាស្លាប់អាចគេចរួចឲ្យសោះល្អណាស់ស៊ូសៀវសៀវថ្លៃឈ្នួលផ្ទះជំពាក់កន្លះខែមិនព្រមបង់បែរជាមានលុយសល់ទុកចិញ្ចឹមប្រុសក្នុងផ្ទះទៅវិញមានមនុស្សឥតខ្មាស់តើបងនិយាយឈួតអីហ្នឹងចាំស្អែកបើកប្រាក់ខែខ្ញុំនឹងបង់ថ្លៃផ្ទះឲ្យបងហើយតើបងមានសិទ្ធិអីមកជួបផ្ទះខ្ញុំតាមចិត្តអញ្ចឹងផ្ទះរបស់អញតើមានបញ្ហាអីចង់ងាប់មែនទេបើថ្ងៃនេះមិនព្រមឲ្យលុយទេពួកឯងទាំងពីរអ្នកចង្រៃចូលនាំគ្នាទៅដេកតាមចិញ្ចើមថ្នល់ទៅត្រឹមតែស្រមោចសោះហ៊ានមកជេរប្រមាថយើងផងឬខ្មោច
ខ្មោចលងសម្រាប់មនុស្សហើយបងប្រុសលោកម្ចាស់សូមមេត្តាដកមន្តអាគមវិញទៅសម្រាប់មនុស្សត្រូវសង្វេងដោយជីវិតណាស៊ូសៀវសៀវអញចាំមើលទៅបើស្អែកមិនឲ្យលុយថ្លៃផ្ទះ10000ទេអញនឹងឲ្យអញដឹងដែរតែថាមុខមាត់បងក៏សង្ហាដែរតើដើម្បីអរគុណដែលបងជួយបញ្ចេញកំហឹងជំនួសខ្ញុំស្អែកខ្ញុំនឹងនាំបងទៅញ៉ាំរបស់ដែលឆ្ងាញ់ជាងមីកញ្ចប់ទៅទៀតជាអ្វីទៅតែថាឆ្ងាញ់ជាងមីកញ្ចប់នោះKFC គឺជាអ្វីហើយអ្វីក៏យើងមិនដែលលើពីមុនមកចាំបន្តិចទៀតអ្នកនឹងដឹងហើយអូព្រះអើយតើនេះជាការថតគុណរបស់ក្រុមការងារណាមួយមែនទេទូប្រុសនេះសង្ហាខ្លាំងណាស់ទាំងអត្តចរិតនិងរូបសម្បត្តិគឺពិតជាកម្រងមានណាស់ឆាប់ថតរូបគាត់ទុកទៅបងប្រុសខ្ញុំសូមអង្វរយើងប្រញាប់ទៅឲ្យបាត់ពីទីនេះទៅខ្មាស់គេណាស់គ្រប់គ្នាមើលមកពួកយើងដូចជាសត្វស្វាអញ្ចឹងមនុស្សសាមញ្ញទាំងនេះបានឃើញរូបរាងពិតរបស់គ្រូបង្ហាត់ម្នាក់នេះគឺជាបុណ្យសំណាងរបស់ពួកគេជាច្រើនជាតិមកហើយតើលោកតាដែលមានពុកមាត់ស្នោះជាអ្នកណាហើយអ្វីបានជារូបថតរបស់គាត់ត្រូវបានគេព្យួរនៅទីខ្ពស់យ៉ាងនេះឬមួយគាត់គឺជាទេវតាម្ចាស់ទឹកម្ចាស់ដីនៅទីនេះទេវតាស្អីទៅនោះគឺជាអ្នកលក់មាន់បំពងដែលខ្ញុំបាននិយាយប្រាប់នឹងណាអ្នកស្លៀកឈុតបុរាណបែបនេះមកញ៉ាំមាន់បំពងគឺចម្លែកខ្លាំងណាស់ហើយថ្ងៃនេះកម្ដៅឡើងដល់30អង្សាសេតើអ្នកមិនក្តៅទេឆាប់ទៅដូរខោអាវចេញភ្លាមទៅដូរខោអាវតើមានអ្វីពិបាកទៅអ្នកកំពុងធ្វើអ្វីហ្នឹងនរណាប្រាប់ឲ្យអ្នកស្លៀកពាក់បែបនេះគួរឲ្យខ្មាស់អៀនណាស់ឆាប់ដូរវាចេញភ្លាមទៅមនុស្សស្រីនៅលោកីនេះពិតជាពិបាកបម្រើចិត្តណាស់ឈុតប៊ីគីនីនិងខោខ្លីតើអ្នកទៅឃើញមួយចម្លែកយើងបានឃើញនៅក្នុងទស្សនាវដ្តីនៅក្បាលព្រែរបស់អ្នកនៅក្នុងនោះសរសេរថាម៉ូដពេញនិយមសម្រាប់រដូវក្តៅនោះគឺជាទស្សនាវដ្តីកំ pl ែងទេបំភ្លេចវាចុះឆាប់ចូលទៅខាងក្នុងដើម្បីញ៉ាំអីឲ្យឆ្អែតសិនទៅអស្ចារ្យណាស់សាច់ទេពអប្សរមកពីឋានសួគ៌បូករួមនឹងទឹកខ្មៅដែលមានពុះនេះពិតជាធ្វើឲ្យយើងមិនអាចបំភ្លេចបានមែននេះមិនមែនជាអ្នករចនាម៉ូដដ៏ល្បីល្បាញស៊ូសៀវសៀវទេយ៉ាងម៉េចដែរបន្ទាប់ពីត្រូវបានបណ្តេញចេញពីក្រុមហ៊ុនមកអាចមកញ៉ាំបានតែអាហារសម្រាប់បែបនេះមែនទេសៀវសៀវទោះបីជាលីហៅមិនត្រូវការអ្នកទៀតក៏អ្នកមិនគួរធ្វើបាបខ្លួនឯងបែបនេះដែរតើអ្នកទៅរកសង្សារដែលស្លៀកពាក់ដូចមនុស្សឈួតនេះមកពីណាទោះបីជាគាត់សង្ហាក៏ដោយតើមានប្រយោជន៍អ្វីទៅបើខួរក្បាលរបស់គាត់មានបញ្ហាស្លៀកពាក់បែបនេះមកតាមផ្លូវពិតមែនហើយសៀវសៀវរសជាតិរបស់អ្នកពិតជាកាន់តែប្លែកទៅហើយតើបិសាចមកពីណាហ៊ានលួចលុបវាប្រហារយើងស៊ូសៀវសៀវមិត្តប្រុសរបស់នាងគឺជាមនុស្សល្ងងមែនទេហ៊ានវាយកំទេចឡានគេដល់ថ្នាក់នេះចាំមើលទៅនាងនឹងត្រូវសងរហូតដល់អស់រលីងពីខ្លួនឈួតហ៊ានវាយឡានអញផងឯងដឹងទេថាឡាននេះតម្លៃប៉ុន្មានថ្ងៃនេះអញនឹងសម្លាប់ឯងឲ្យខានតែបានឈប់សិនកុំធ្វើអីគាត់អីសញ្ញ័នគឺជាមនុស្សដែលគ្មានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវទេបើរឿងនេះផ្អើលដល់ប៉ូលីសគេប្រកាសជាត្រូវចាប់ខ្លួនទៅធ្វើការពិសោធន៍ជាក់ជាមិនខានសុំទោសផងមិត្តប្រុសរបស់ខ្ញុំមានបញ្ហាខួរក្បាលបន្តិចតម្លៃជួសជុលឡានអស់ប៉ុន្មានខ្ញុំនឹងសងទាំងអស់ការងារក៏បាត់បង់លុយក៏អស់ហើយថែមទាំងត្រូវបានស្រីអាក្រក់លីវ៉ាន់មើលងាយនៅចំពោះមុខមនុស្សជាច្រើនទៀតតើខ្ញុំបានធ្វើអ្វីខុសទៅបានជាលោកម្ចាស់ដាក់ទណ្ឌកម្មខ្ញុំបែបនេះយើងធ្លាប់ស្បត់ថានឹងការពារនាងឲ្យបានល្អបំផុតមិនឲ្យនាងរងទុក្ខវេទនានៅក្នុងលោកនេះឡើយស៊ូសៀវសៀវកិត្តិយសដែលនាងបានបាត់បង់យើងនឹងទាមទារមកឲ្យនាងវិញទ្វេដងយូរថ្ងៃនេះអ្នកត្រូវបានគេធ្វើបាបបងនឹងជួយសងសឹកពួកគេឲ្យរាប់រយដងវិញអ្នកដែលធ្វើបាបអូនត្រូវតែទទួលការតបស្នងយ៉ាងធ្ងន់ធ្ងរអាឡូសៀវខ្ញុំធ្វើឲ្យឯងភ្ញាក់មែនទេយប់ស្អែកគឺជាការជួបជុំមិត្តរួមថ្នាក់មហាវិទ្យាល័យរបស់យើងឯងត្រូវតែមកណាខ្ញុំមិនចង់ទៅទេកុំអីអ្នករាល់គ្នាកំពុងរងចាំអញហើយអូមែនហើយកុំភ្លេចនាំមិត្តប្រុសដ៏ប្លែករបស់ឯងដែលស្លៀកឈុតគេងយប់ពណ៌ផ្កាឈូកនោះមកផងដើម្បីឲ្យអ្នករាល់គ្នាបានឃើញកុំភ្លេចណាសាច់ចង់ងាប់ហើយស៊ូសៀវរកបានមនុស្សចម្លែកបែបហ្នឹងបានដោយរបៀបណាស្អែកនេះអ្នករាល់គ្នាត្រូវតែជួយលើកទឹកចិត្តសៀវឲ្យបានច្រើនឥឡូវនេះនាងមិនស្រួលខ្លួនទេសៀវហេតុអ្វីបានជាមិនទៅធ្វើអីទៅឲ្យគេសើចចំអកឲ្យមែនទេឯងមើលខ្លួនឯងចុះតើឯងស្លៀកពាក់ស្អីហ្នឹង
បងប្រកាសជានឹងជួយអូនយកមុខមាត់មកវិញឲ្យស្រមោចទាំងនោះដឹងថាអ្វីទៅដែលហៅថាការមិនអាចមើលរំលងបានរឿងសម្លៀកបំពាក់បងនឹងដោះស្រាយអូនគ្រាន់តែទៅបានហើយប្រែជាបែបនេះសោះសម្លៀកបំពាក់លោកីនេះតើអាចធ្វើឲ្យពិបាកដល់បងបានដោយរបៀបណាបងប្រុសថ្ងៃនេះពួកយើងត្រូវទៅចូលរួមកម្មវិធីជួបជុំមិត្តរួមថ្នាក់តើបងស្លៀកបែបនេះសមដែរទេអូយភ្នែករបស់ខ្ញុំប្រញាប់បដូរចេញទៅនេះមើលទៅអន់ជាងតែខ្មៅទឹកកកទៅទៀតភ្នែករបស់មនុស្សលោកអ្នកពិតជាស្មុគស្មាញមែនលើកនេះបានហើយមែនទេមើលទៅសំរុំជាងមុនច្រើនយកឈុតនេះឯងឲ្យតែមិនធ្វើឲ្យខ្មាស់គេទៅបានហើយតោះទៅមិនដឹងថាអាម្នាក់ចម្លែករបស់ស៊ូសៀវសៀវនោះទៅដល់ណាហើយទេពិតជាចង់ឃើញមិត្តប្រុសតែខ្មៅទឹកកករបស់នាងខ្លាំងណាស់ទេបងកាត់អីហ្នឹងអាហារក្នុងលោកនេះពិតជាមានជាតិពុលមែនកាលពីម្សិលមិញអ្វីដែលហៅថាភ្លើខ្ងានអាំងនោះយើងហូបច្រើនពេកពេលនេះក្នុងពោះដូចជាមានរលកបោកបក់អញ្ចឹងយើងត្រូវទៅបន្ទប់ទឹកបន្តិចមនុស្សខ្ជិលពិតជាមានរឿងច្រើនមែនអញ្ចឹងប្រញាប់ទៅប្រញាប់មកវិញខ្ញុំចូលទៅមុនហើយអូហូនេះមិនមែនជាការប្រចាំសាលាស៊ូសៀវសៀវរបស់យើងទេអីមិនក៏មកតែម្នាក់ឯងអញ្ចឹងត្រូវហើយសៀវសៀវចុះមិត្តប្រុសដ៏ពិសេសដែលស្លៀកឈុតគេងយប់តែខ្មៅទឹកកកនោះនៅណាមិនក៏មិននាំមកឲ្យពួកយើងស្គាល់ផងឬមួយក៏ខ្លាចខ្មាស់គេពេកមិនហ៊ាននាំចេញមកក្រៅមែនទេសៀវសៀវទោះបីពួកយើងបែកគ្នាហើយក៏ដោយក៏ខ្ញុំនៅតែសង្ឃឹមថាអ្នករស់នៅបានសុខស្រួលអ្នកមើលខ្លួនអ្នកឥឡូវនេះចុះស្លៀកពាក់អន់ថយបែបនេះហើយថែមទាំងរកបានម្នាក់ដែលមានបញ្ហាផ្លូវចិត្តរើសអេតចៃទៀតថ្ងៃនេះខ្ញុំអារម្មណ៍ល្អលុយ500យន្តនេះអ្នកយកទៅចុះចាត់ទុកថាជាប្រាក់ឧបត្ថម្ភដល់មិត្តប្រុសថោកទាបរបស់អ្នកឲ្យគេទៅទិញសម្លៀកបំពាក់សមរម្យខ្លះកុំស្លៀកឈុតគេងយប់ដើរតាមផ្លូវឲ្យខ្មាស់គេទៀតបងហៅពិតជាមានចិត្តល្អពេកហើយសៀវសៀវអ្នកមិនទាន់អរគុណដល់ការផ្ដល់ឲ្យរបស់បងហៅទៀតបើផុតពីនេះទៅគ្មានទៀតទេណាមែនហើយប្រញាប់ទទួលយកទៅអាជនក្រីក៏ខ្ញុំមិនត្រូវការផ្ដល់ឲ្យរបស់អ្នកទេមិត្តប្រុសរបស់ខ្ញុំល្អជាងអ្នក10000ដងឲ្យមុខមិនយកបើមិត្តប្រុសដែលមានបញ្ហាផ្លូវចិត្តរបស់អ្នកនោះខ្លាំងពិតមែនហេតុអីមិនហ៊ានចេញមុខមកស្អីគេ